អូខេសួស្តីបងប្អូនទាំងគ្នាខ្ញុំបាទពី MC រ៉ានឹងថ្ងៃនេះខ្ញុំចង់ចេញវីដេអូកាត់សក់ទៅកាន់បងប្អូនទាំងគ្នាបន្តិចចឹងណាហើយនេះគឺជាសកម្មភាពដែលខ្ញុំកាត់សក់ចឹងជាដំបូងឡើយហ្នឹងគឺថាខ្ញុំបានប្រើពុម្ពលេខ1ដើម្បីបដិញសម្ោលតាមគៀនជើងសក់គាត់ហើយចឹងណាហើយខ្ញុំក៏បានយកអាម៉ូទ័រហ្នឹងយកទៅដេញសម្ោលបន្ថែមហើយខ្ញុំតម្លាក់ដល់លេខ0ហ្នឹងណាបងប្អូនទាំងគ្នាចឹងការដេញសម្ោលរបស់គាត់គឺថាគឺការកាត់របស់ខ្ញុំគឺថាខ្ញុំដេញសម្ោលពីលេខ0ទៅឡើងដល់លេខ1ទៅឡើងលេខ1លេខចឹងណាតាមដែលយើងឆ្នៃយើងទៅបើសិនជាយើងតឡើងដាក់លេខ0អស់ឡើងទៅកាប់ពេកវាអាចនឹងស៊ីសក់អស់ចឹងទៅវាអត់មានស្មោលបងប្អូនទាំងគ្នាហើយវីដេអូកាត់សក់នេះសង្ឃឹមថាមេជាងសក់ឃើញហើយកុំភ្លេចជួយរីកមិនអ្នកមួយផងហើយទឹកដៃអីនៅមានកម្រិតអីមេនិយាយរួមទៅឲ្យតែប្រភេទសក់ដូចគាត់គឺថាខ្ញុំចូលចិត្តយកកាត់យកជើងសមែនទេបងប្អូនទាំងគ្នាខ្ញុំអត់ដែរទុកសក់ទេហើយវីដេអូនេះបងប្អូនខ្ញុំកាត់លក្ខណៈបែបសាមញ្ញបែបសាបធម្មជាតិទីគឺថាខ្ញុំអត់លី play អត់លីអីទេព្រោះថាខ្ញុំផលិតវីដេអូនេះផុសទៅក្នុង YouTube ផង page ផងអញ្ចឹងណាហើយបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច subscribe channel YouTube ខ្ញុំបានម្នាក់មួយផងឈ្មោះថា MC Ra ហើយបើ Facebook page ឈ្មោះថា MC Ra ដូចគ្នាបងប្អូនទាំងគ្នាវាយតែ MC.clear OR តែប៉ុណ្ណឹងមកចេញឲ្យបងប្អូនទាំងគ្នាហើយឥឡូវនេះដល់សកម្មភាពយើងដើរក្រាស់បងប្អូនទាំងគ្នាការដើរក្រាស់របស់ខ្ញុំគឺថាក្បាច់ខ្ញុំដើរជាចឹងឯងបងប្អូនទាំងគ្នាខ្ញុំដេញម្ដងម្តងអញ្ចឹងណាគឺថាការដើរក្រាស់របស់ខ្ញុំបើសិនជាមេឃើញឲ្យខុសឆ្គងឲ្យសូមជួយ recommend ប្រាប់ផងមេការដើរក្រាស់របស់ខ្ញុំគឺថាមិនសូវជាល្អមែនទេប៉ុន្តែក៏ដៃខ្ញុំមើលទៅឌីកតំណងតុនតែបើមេអញ្ចឹងមេអាចមើលវីដេអូនឹងលេងសិនបាន បន្ទាប់មកខ្ញុំក៏បានយកម៉ូទ័រត្រឹមហ្នឹងកោពុកមាត់តាមផ្ពាល់របស់គាត់ចឹងណាបងប្អូនទាំងនេះយកទៅបោសម្លេងពីខាងជើងក្រោមហ្នឹងឲ្យវាមាត់ស្មើចឹងណាបងប្អូនទាំងគ្នានិយាយរួមទៅប្រភេទម៉ូទ័រហ្នឹងគឺថាប្រភេទម៉ូទ័រដែលមុតខ្លាំងជាងគេមេ ហ្នឹងហើយបងប្អូនបន្ទាប់មកយើងក៏បានកាន់អាក្រាស់តូចហ្នឹងហើយនឹងកត្រៃសាប់យើងយកមកសាប់សក់អាកន្លែងដែលយើងឆ្នៃម៉ូតហើយហ្នឹងយើងសាប់វាកុំឲ្យឃើញវាខ្មៅដប់ចឹងណាបងប្អូនទាំងគ្នាយើងសាប់ចឹងមកនេះយើងសាប់តិចសាប់បដិញចឹងមកដើម្បីកុំឲ្យវាឃើញខ្មៅដប់ដើម្បីយើងមើលទៅឃើញម៉ត់ស្មើចឹងណាបងប្អូនទាំងគ្នាបើសិនជាយើងអត់សាប់ទេគឺថាសក់ហ្នឹងអត់ម៉ត់ស្មើទេវាឲ្យតែឃើញខ្មៅម្ដុំកញ្ចប់ចឹងណាហើយតម្រង់សំទោសតម្រង់ក្បាលគាត់គឺលក្ខណៈបែបក្លុកខាងក្រោយបងប្អូនទាំងនេះគឺថាខ្ញុំយកកត្រៃសាប់លូកម្ដងទីគឺអស់ហើយបែរមែនតើ